បានថ្ងៃនេះបងប្រាប់ឲ្យដឹងច្បាស់ទៅចុះព្រោះបងទុកអូនលៀចជាប្រពន្ធទី2ដែរនាងក៏មានសិទ្ធិឡើងលើក្រែនេះដេកជាមួយបងដែរតាតែអូនមិនសឹកចិត្តអូនមិនសឹកចិត្តឲ្យបងធ្វើបែបនេះទេកន្លងមកអូនខុសអ្វីខ្លះបានជាបងធ្វើមកលើអូនបែបនេះកំពុងតែសប្បាយផងធ្វើឲ្យខូចអារម្មណ៍អស់ហើយបងមិនសុខចិត្តទេទៅឯណាក៏ទៅវិញអាឡើងអញបានសប្បាយជាមួយអូនលៀងចាអូននឹងធ្វើតាមបងបើប្តីអស់ចិត្តពីអូនហើយអូននឹងទៅកន្លែងដែលបងរកអូនមិនឃើញសាច់ថៃនេះប្រងតាណានឹងបងកត់នេះបងមិនទៅលួងលោមនាងទេឲ្យគេទៅឋាននរកឋានសួគ៌ឯណាក៏ទៅគិតរឿងយើងវិញមុខនាងលាក់នេះណាគ្មានញាតិមិត្តគ្មានឪគ្មានម៉ែតើគេទៅនៅឯណាបានទៅគេចេះតែថាទៅទេតោះយើងបន្តការសប្បាយរបស់យើងទៀតទៅសេដ្ឋីនេះបងកត់ប្តីប្រពន្ធយើងធ្លាប់រស់សុខសាន្តនឹងគ្នាណាពេលនេះមាននឹងលាយចូលមកចិត្តបងប្រែប្រួលខុសពីមុនបងមើលមកអូនលើផ្លូវអាក្រក់គ្រប់យ៉ាងពេលនេះអូនសម្រេចចិត្តថាអូននឹងស្លាប់លាលោកនេះហើយដើម្បីទុកឲ្យបងរស់ជួបនឹងលេខតែម្នាក់ចោលអរិយទេវតាអើយខ្ញុំស្លាប់ជាតិនេះចាប់ជាតិសាជាតិថ្មីសូមកុំឲ្យភពប្រសពនិងស្វាមីដែលមានចិត្តក្បត់ដូចជាបង្កត់ទៀតសេដ្ឋីនេះអូនលីហើយសេដ្ឋីនេះកុំធ្វើអញ្ចឹងអីសូមកុំស្លាប់អីអ្នកសារាយស្លាប់បែបនេះគ្មានន័យទេខ្ញុំអីទុកឲ្យខ្ញុំស្លាប់ចុះខ្ញុំឈឺចិត្តខ្ញុំឆ្អែតចិត្តណាស់ខ្ញុំលែងចង់រស់ទៀតហើយលែងខ្ញុំដឹងថាអូនលីធ្វើឲ្យសេដ្ឋីនេះឈឺចិត្តប៉ុន្តែទោះជាយ៉ាងណាសូមកុំស្លាប់អីខ្ញុំជាអ្នកទទួលខុសត្រូវរឿងនេះមកពីខ្ញុំជំពាក់បំណុលលោកសេដ្ឋីកុនទើបមានរឿងបែបនេះកើតឡើងតែខ្ញុំសម្រេចចិត្តហើយថាខ្ញុំមិនវិលត្រឡប់ទៅរស់ជាមួយបង្កត់វិញទេព្រោះគាត់បានបណ្ដេញខ្ញុំចេញហើយខ្ញុំមានតែខ្លួនមួយគ្មានឪពុកគ្មានម្ដាយតើខ្ញុំរំពឹងលើអ្វីទៅស្នាក់អាស្រ័យនៅផ្ទះរបស់ខ្ញុំសិនទៅខ្ញុំធានាថានឹងចេញមុខដោះស្រាយរឿងនេះអូនលីមិនត្រូវដណ្ដើមយកអ្វីពីសេដ្ឋីនេះដូច្នេះទេអូយនេះអង្គុយចាំមកព្រឹកឡើងថ្ងៃត្រង់ទៅហើយហ្នឹងណានៅតែមិនតាន់ឃើញត្រឡប់មកវិញទៀតមិនដឹងជាទៅណាទេមិនត្រឡប់មករកបាយរកទឹកទេអីអូយហើយមកទេណាហើយនេះសរាយចុះគេទៅណាបាត់ចោលផ្ទះយូរម្ល៉េះអើយដល់ហើយទៅលោតទឹកសម្រាប់ខ្លួនបាត់ហើយក៏មិនដឹងមនុស្សអីក្រដល់ថ្នាក់ចុះប្រពន្ធទៅដល់បំណុលឲ្យគេអញ្ចឹងនោះចាប់មែនប៉ុន្តែគឺនឹងរៀកហ្នឹងណាវាចង់បានខ្លួនវាផងទេវាចង់ស្ទើរស្លាប់ទៅហើយគឺចង់ធ្វើជាប្រពន្ធចង់សេដ្ឋីហ្នឹង
ប៉ុន្តែបែបនេះក៏ល្អដែរព្រោះបងសារាយនឹងបាននៅទំនេរហើយហេងសយក៏คล้ายជាប្តីរបស់យើងក៏ថាបានបងសារាយអើយបងសារាយបើសិនជាបានមកខ្ញុំនឹងថ្នាក់ថ្នមមិនដូចនាងបិសាចនោះទេអូយចង់ក្អួតនាងអេកអើយនាងអេកជើងក្អួតងាប់ឥឡូវហើយនេះមុខនាងអេកឯងនេះរកប្តីមិនបានទេហ៎បានជាមករងចាំទទួលកាកសំណល់ពីគេបែបនេះនោះត្រាឲ្យនាងលេខនឹងវាចម្ពាក់លុយយើងច្រើនធ្វើអីយើងកាត់យកប្តីវាអញ្ចឹងហើយប៉ុន្តែលោកសេដ្ឋីនៅកាត់យកមេលេខទៅដោះបំណុលដែរបើអញ្ចឹងស្រួលហើយបើឯងខ្លាចជាប្រពន្ធរបស់នាយសារាយអញនឹងទូទាត់លុយចម្ពាក់ពីឯងហើយវើយមិនដឹងទេវ៉ៃរឿងលុយចម្ពាក់នោះឯងទៅទាពីមេលេខទៅនាងអេកអញនេះមិនទទួលដឹងទេវ៉ៃអញទទួលយកតែបងសារាយម្នាក់គឺបងសារាយជាទីស្រឡាញ់របស់អញអូនោះមកហើយវ៉ៃហើយនាយសារាយមកហើយតាអ្នកណាមកជាមួយនឹងនាងអេហើយចាស្ថិតនេះតាមានរឿងអីទៅណោះចិត្តដល់ហើយសិទ្ធិនេះបងសារាយបងមកវិញហើយអីហើយទៅមិនក៏យូរម្លេះបងអេបងអូយមានការអីជាមួយខ្ញុំមែនទេគឺយើងមកទានលុយដោយមិនលាជវាចម្ពាក់យើងហ្នឹងណាមែនហ្នឹងហើយបងសារាយស្លាប់ហើយអូនលេងជាពាក់លុយបងអូយផងខ្ញុំក៏អញ្ចឹងដែរនាងលេខនេះណាវានៅចម្ពាក់ខ្ញុំ10តម្លឹងនេះទៀតឯណោះពេលនេះវាក៏ត្រូវបងសារាយយកទៅកាត់ប្រាក់ចម្ពាក់លោកសេដ្ឋីបាត់ទៅហើយខ្ញុំវិញក៏អញ្ចឹងដែរបើបងសារាយឯងគ្មានលុយសងខ្ញុំទេនោះខ្ញុំកាត់យកខ្លួនបងសារាយឯងមកធ្វើជាប្តីខ្ញុំហើយខាតបងប្រាក់តែបានប្តីស្អាតប្រហែលបងសារាយឯងនេះខ្ញុំអត់ស្ដាយទេបាននាងអេងគេរឹបអូសយកខ្លួននាយទៅហើយនោះខ្ញុំមានតែផ្ទះនិងស្រែចម្ការរបស់នាយសារាយឯងតែប៉ុណ្ណោះដែលខ្ញុំត្រូវអូសយកនោះជប់សិនអ្នកទាំងពីរកំពុងនិយាយពីរឿងអីហ្នឹងគឺនិយាយដូចបានលឺហ្នឹងណាបងសារាយណែនាងអេចាឆាប់រឹបអូសយករាងកាយនាយសារាយទៅបើអើនឹងអញបានយកស្រែនិងយកផ្ទះនេះដែរមានអីផ្ទះនេះចាស់មែនតែនៅអាចលក់បានដែរតាអ្នកទាំងពីរកុំនិយាយអញ្ចឹងអីសូមអញ្ជើញអង្គុយសិនទៅការពិតទៅខ្ញុំពុំបានដឹងថាប្រពន្ធខ្ញុំជំពាក់អ្នកទាំងពីរច្រើនបែបនេះទេគឺទៅទិញគ្រឿងម្សៅរបស់ខ្ញុំជឿហ្នឹងណាខ្ញុំក៏អញ្ចឹងដែរណាបងសារាយនាងលេខនេះវាទៅស៊ីផ្លែឈើល្អរបស់ខ្ញុំជឿតែរហូតហ្នឹងដោយសំអាងថាចាំឲ្យបងសារាយឯងនេះលក់ស្រែសងវិញតែឥឡូវនេះកុំនិយាយច្រើនឆាប់យកកៅអៅសម្ពុតប្រែអីទៅនៅជាមួយខ្ញុំធ្វើជាប្តីខ្ញុំទៅរួចខ្លួនឲ្យផ្ទះរបស់នាយនឹងដីស្រែចម្ការខ្ញុំជាអ្នករឹបអូសយកហើយឆាប់សិនអ្នកទាំងពីរធ្វើនេះជ្រុលពេកហើយសេដ្ឋីនេះមិនត្រូវមកលូកមាត់ជាមួយរាអន់ដូចពួកយើងទេទុកខួរក្បាលទៅដណ្ដើមប្តីពេលនាងលាជទៅល្អជាងកុំមកចេះដឹងរឿងរបស់ពួកយើងឬក៏ពេលនេះសេដ្ឋីនេះត្រូវលោកសេដ្ឋីបកលមកឲ្យនាយសារាយទៅហើយដើម្បីបដូរជាមួយនាងលាជសេដ្ឋីនេះយល់ល្អកុំលូកមាត់ជាមួយនាងទាំងពីរនេះអីតែពេលនេះខ្ញុំចង់ជួយនាងដើម្បីឲ្យបានរួចផុតពីបំណុលគេជួយខ្ញុំពុំបានទេតើជួយដោយវិធីណាទៅខ្ញុំនឹងដោះគ្រឿងអលង្ការនិងសម្លៀកបំពាក់ដែលនៅនឹងខ្លួននេះកាត់សង់ទៅនាងទាំងពីរចំណូលបំណុលរបស់អ្នកសារាយតើនាងទាំងពីរយល់ព្រមទេអេសេដ្ឋីនេះចិត្តល្អនឹងបងសារាយអញ្ចឹងផងអីហើយនេះយើងឈឺក្បាលហើយបើយគិតមិនយល់ទេ